នេះគឺខ្ញុំសូមបង្ហាញអំពីការចុចផលដែលមាសទី2បានទម្លាក់ឲ្យយើងរាល់1នាទីម្ដងដែលយើងបានពីការកំណើនរបស់មាសទី2ហ្នឹងកើនធ្វើឲ្យយើងចំណេញបានប៉ុណ្ណេះអញ្ចឹងយើងដឹងហើយថានេះកន្លែងផលមាសទី2របស់យើងចុចលើលេខហ្នឹងមកហើយចំនួនដែលយើងបានចំណេញគឺមាសទី2របស់យើងគឺប៉ុណ្ណេះអញ្ចឹងតែខ្ញុំទិញប្រហែលនៅមាសទី2ហ្នឹងទើបខ្ញុំបានប៉ុណ្ណឹងដំបូងមកគឺខ្ញុំតែ4លាន80ម៉ឺនតែឥឡូវហ្នឹងឡើងដល់4លាន88ម៉ឺនបាទខ្ញុំទិញថែមរហូតហើយផលដែលមាសទី2បានទម្លាក់ឲ្យខ្ញុំ1នាទីម្ដងរយៈពេល24ម៉ោងហ្នឹងគឺកើនមកប៉ុណ្ណឹងគឺបាន4លាន80ម៉ឺនហ្នឹងគឺមួយថ្ងៃបាន10000ជាងដែរ16000ឯដែរអញ្ចឹងណាហើយនេះគឺខ្ញុំចុចអស់ខ្លះហើយតែអានេះផលដែលវាសល់តិចតួចអញ្ចឹងដើម្បីចុចយកផលឬក៏ចុចយកបន្ទុកមាសនៃមាសទី2នេះយកមកប្រើគឺយើងចុចលើលេខរបស់ Q នេះចុចលើលេខទីរបស់ Q នោះមកបន្តមកទៀតយើងចុចយកកន្លែងលេខទាំងអស់នេះចុចលើលេខហ្នឹងហើយគឺបន្ទុក BPV ដែលយើងបានគឺប៉ុណ្ណេះ18600បាទតោះមកយើងចុចពាក្យ confirm អញ្ចឹងផលដែលមាសទី2ទម្លាក់ឲ្យជាបន្ទុក BPV តោះមកយើងចុចយកទម្លាក់ជា BPV នឹងទម្លាក់ចុះក្រោមមកយើងដឹងហើយថា BPV វាមានតម្លៃស្មើនឹងលុយរៀលអញ្ចឹង18000នេះគឺ18000លុយខ្មែរនឹងឯងបាទហើយបន្តមកទៀតបន្ទុក BPV នេះបើយើងទុកចោលអញ្ចឹងគឺវាអត់កើនទេអញ្ចឹងយើងយកបន្ទុក BPV ហ្នឹងយកទៅទិញមាសទី1យកទិញមាសទី1បាទយកទិញមាសទី1ហេតុអ្វីបានខ្ញុំយកទិញមាសទី1មិនទិញមាសទី2ទៅអត់ទេខ្ញុំទុកទិញមាសទី1ដើម្បីខ្ញុំទុកត្រៀមដើម្បីទុកចាយឬក៏ដោះដូររាល់តម្រូវការដែលខ្ញុំត្រូវការយកមកប្រើប្រាស់អញ្ចឹងខ្ញុំប្រើប្រាស់ពេលណាគឺខ្ញុំយកមកប្រើប្រាស់ពេលនោះបើខ្ញុំទុកជា BPV នៅកន្លែងនេះហើយពេលខ្ញុំយកប្រើប្រាស់គឺកន្លែង BPV នេះវាអត់ផលិតចំណូលខ្ញុំបន្ថែមទេអញ្ចឹងហើយបានខ្ញុំយកបន្ទុក BPV នៅកន្លែងហ្នឹងយកទៅទិញមាសទី1បាទយើងយកទៅទិញមាសទី1គឺយើងចូលទៅត្រេ3តមកយើងចូលសបហើយយើងទៅរហាងមាសមកតហាងមាសនេះហាងមាសនេះហាងមាសនេះហាងមាស BP Gold នេះអញ្ចឹងយើងយកបើបន្ទុក BPV ដែលយើងមានហ្នឹងគឺ18800ហ្នឹងយកមកទិញមាសបាទយកមកទិញមាសអញ្ចឹងការទិញមាសគឺរបស់ខ្ញុំនេះគឺខ្ញុំប្រើ BPV អញ្ចឹងកន្លែងនេះលេខ1ស្រាប់ហើយអញ្ចឹងយើងរបស់យើងបន្ទុក BPV របស់ខ្ញុំគឺ10000អញ្ចឹងលេខ1ស្រាប់ហើយបន្ទាប់មកយើងបញ្ចូលលេខ8ទៀតមកហើយយើងដាក់លេខ8ទៀតមកព្រោះបន្ទុក BPV ដែលខ្ញុំមានហ្នឹង18800អញ្ចឹងណាអញ្ចឹងខ្ញុំថែម02ទៀតបន្តទៀតខ្ញុំចុចពាក្យថា BPV 1នេះបាទចុចអាហ្នឹងមកចុចពាក្យថាយកផ្ទាល់ចុចពាក្យយកផ្ទាល់ហើយយើងបញ្ចូល ID របស់យើងមកហើយយើងបញ្ចូលពាក្យសម្ងាត់របស់យើងមកបាទរងចាំបន្តិចបាទនៅពេលនេះគឺពាក្យសម្ងាត់យើងបញ្ចូលហើយតោះមកយើងID យើងដាក់ចូលហើយដាក់ពាក្យសម្ងាត់ហើយតោះមកយើងជ្រើសរើស agency ហាងនេះយើងជ្រើសរើសយក 10T នេះមកតមកទេ scroll ឡើងលើយើងចុចពាក្យថា confirm បាទ confirm ហើយរងចាំបាទអូខេឥឡូវវា load អូខេហើយអញ្ចឹងយើងទៅកន្លែង tray 3វិញទៅកន្លែង tray 3ខ្ញុំអត់គូទេខ្ញុំបង្ហាញកន្លែង tray 3ហើយចុចពាក្យថា home យើងចូល home សិនបាទហេតុអ្វីបានជាយើងត្រូវចូល home យើងចូលមកដល់ home ហើយយើងឡើងមកលើមកអូសឡើងលើតោះមកយើងអូសទៅគៀនចេះហើយយើងឃើញពី action កន្លែងនេះយើងចុចពី action មកបាទចុច action ហើយយើងចុច complete ហើយយើងចុចពាក្យថា update បាទ update ហើយយើងចូលទៅ tray 3វិញតោះមកយើងចូលទៅកន្លែង personal point បន្តមកទៀតយើងចុចឲ្យកន្លែងBPS នេះ BPS វិញហ្នឹងកន្លែងលេខហ្នឹង
បំលែងវាទៅជា BPS បាទវីដេអូកន្លែងបំលែង convert ហ្នឹងទៅតែទេបងប្អូនលោកគ្រូអ្នកគ្រូអញ្ចឹងពេលខ្លះខ្ញុំធ្វើវីដេអូតែទេរបៀបវាគឺតម្រង់តែទេហើយចុចអូខេហើយនៅមាសទី2នេះមួយទៀតយើងទៅបំលែងវាទៅជាមាសទី2ហើយយើងចុចអូខេបាទបន្តមកទៀតយើងចុចកន្លែងមាសទី3មួយទៀតតើមកយើងចុចកន្លែងនេះយើងចុច confirm បាទហើយអញ្ចឹងបន្ទុក BPV របស់ខ្ញុំនៅកន្លែងនេះនេះសល់តែ 87.81 ទេបាទវាអត់ដល់100លុយខ្មែរទេបាទហើយបន្ទុកមិញ 18000 មិញហ្នឹងវាចូលមកមាសទី1ហ្នឹងគឺប៉ុណ្ណឹងបាទ 19200 ហើយវីដេអូនេះបង្ហាញប៉ុណ្ណឹងឯងមុនដំបូងថាធ្វើខ្លីទេបង្ហាញតែរបៀបចុចយកផលនៃមាសទី2យកមកប្រើតែនេះបូកផ្សំជាមួយនឹងការទិញមាសទី1ទៀតទៅ